Số lên cái đặc trọng ấy mà bông nè bàn mồ đây này tan thì tầm lúc lem lúc chúng ta lúc đó rồi lại mình lúc lại lúc cho xin bay chua còn này đây thằng Trump năm qua một tiền em dùng chiếc lưng coi à đây là Trump năm qua một tiền lưng mà còn năng ấy lưng mà lưng nào mà năng ấy này vài châu theo công an ban cô tạo sắp là pro lên thực hiệnพิธีมนต์โซตปลายกระบอกมหาวิทยาลัยกัมพูชีมหาพันธุ์ทั้งระบบสมาคมประชาชนต่างๆได้ต่างประรบในได้ประรบในวัดอมรารามที่เกิดสอบต้องรัฐแคลิฟอร์เนียสหรัฐอเมริกาจงไปจังไรเอ้ยใจบันเสียแต่รายการห้องแคมเบอร์ห้องดับเบิลôi trong đó đấy ta đi nhìn khai một lúc hóa quanh miền sông đây ngâm anh trăm tem sông liên cha đông tàng pi lông linh từ mộngมหาปฏิการในกรรมพิธีได้เรียบจำในปฏิการสมาคมของมาสอดอได้คือมีระยะปีไปไงคือไงที่ด้วยคือมหาวิทยาลัยกัมพูชีไงที่ปีคือกรรมพิธีโซ่ตัดลายตัดดอกปีคือการพิสูจน์ต่อไปก็ยังไงที่
3គឺមហាសន្និបាតសង្ឃទូទាំងសហរដ្ឋអាមេរិកក្នុងនោះក៏មានការនិមន្តចូលរួមពីប្រសង់មកពីបរិជាចក្រកម្ពុជាប្រសង់មកពីអឺរ៉ុបក៏ដូចជាអូស្ត្រាលីហើយនិងបណ្ដាប្រទេសមួយចំនួនផងដែរហើយក៏មានការនិមន្តចូលរួមអំពីប្រសង់អន្តរជាតិដូចជាស្រីលង្កាភូមិជាដើមកម្មវិធីមហាវិសាខបូជាសូត្រត្រៃបិដកហើយនិងមហាសន្និបាតសង្ឃគឺប្រវត្តិនៃវត្តធម្មរីរាមគឺការស្តុកទៅដល់គុណេនេចេសមញ្ញបាតោអនាសវោតាំបនមាមិសង្ឃังយេចត្លំដោយដែលព្រះសង្ឃពុទ្ធបរិស័ទមហាបរិស័ទទូទាំងពិភពលោកបានឃើញអំពីការផ្សាយ live ផ្ទាល់នេះហើយគឺមានប្រសង់កម្ពុជានិងប្រសង់អន្តរជាតិនិមន្តចូលរួមនៅក្នុងកម្មវិធីមហាព្រឹត្តិការណ៍របស់ព្រះសមាគមគឺកម្មវិធីសូត្រត្រៃបិដកកម្មវិធីមហាវិសាខបូជាក៏ដូចជាមហាសន្និបាតសង្ឃមានប្រសង់និមន្តចូលរួម2ទៅ300អង្គហើយក្នុងនោះមានពុទ្ធបរិស័ទច្រើនពាន់នាក់ដែលបានអញ្ជើញចូលរួមមានមកពីបណ្ដារដ្ឋផ្សេងៗសឹងតែគ្រប់រដ្ឋទៅហើយគឺមានមកពីនៅក្នុងតំបន់រដ្ឋកាលីហ្វ័រញ៉ានេះដល់ច្រើនដោយដែលប្រសង់ពុទ្ធបរិស័ទបានជ្រាបហើយនៅរដ្ឋកាលីហ្វ័រញ៉ាគឺជារដ្ឋមួយដ៏ធំហើយមានប្រជាពុទ្ធបរិស័ទជាប្រជាពលរដ្ឋច្រើនក្នុងនោះសម្រាប់កម្ពុជាប្រជាពលរដ្ឋខ្មែរនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាក៏គឺតែច្រើនជាងការនៅរដ្ឋផ្សេងៗដែលមានកម្មវិធីគឺខ្មែរនៅសាការេអភិពោជានៅក្នុងនោះផងដែរសម្រាប់រដ្ឋកាលីហ្វ័រញ៉ាវត្តពុទ្ធសាសនាកម្ពុជាមានប្រមាណជាជាង40វត្តហើយទោះបីជាក្រោមកម្ដៅថ្ងៃក៏ពិតមែនក៏ប៉ុន្តែសម្រាប់ប្រជាពុទ្ធបរិស័ទឃើញថារីករាយសប្បាយសាទរជាមួយនឹងពិធីដង្ហែព្រះត្រៃបិដកកាលពីម្សិលមិញយើងមានកម្មវិធីដង្ហែមហាវិសាខបូជាហើយសម្រាប់ថ្ងៃនេះគឺថ្ងៃសូត្រព្រះត្រៃបិដកហើយអញ្ចឹងគឺមានការដង្ហែព្រះត្រៃបិដកហើយដោយតែពុទ្ធបរិស័ទបានឃើញហើយពុទ្ធបរិស័ទដែលកំពុងតែដើរដង្ហែនេះគឺមានកាន់ព្រះត្រៃបិដកនេះព្រះត្រៃបិដកសម្រាប់សូត្រលើកទី6ដែលរៀបចំនេះព្រះត្រៃបិដក original តែម្ដងការចំណាយពោធកម្មវិធីវត្តស្តុកតុនវត្តធម្មរារាមទីក្រុងស្តុកតុនរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកហើយជាវត្តមួយដ៏ធំផងដែរហើយប្រសង់ពុទ្ធបរិស័ទមុននឹងអញ្ជើញមកគ្រប់បណ្ដារដ្ឋដូចជាប្អូនបាសិកាក្មេងនេះជាដើមមកពីរដ្ឋណាដែរបងមកពី Tennessee បាទមកពី Tennessee អញ្ចឹងមកពីបណ្ដារដ្ឋផ្សេងក៏មានពិធីដង្ហែនេះឃើញថាទោះបីជាក្តៅប៉ុន្តែញញឹមញញែមរីករាយសប្បាយជាមួយនឹងបុណ្យបាទជាមួយនឹងបុណ្យហើយកាន់ទង់ជាតិផងទង់សាសនាផងដល់មកដល់អាត្មាហៅលោកតាខំញញឹមប៉ុណ្្នឹងហើយហៅលោកតាញឹមកាត់ពួននោះអត់ទេហេមានថ្មិញក៏ដែរអត់មានថ្មិញក៏ដែរញឹមកាត់ពួនទៅបងយ៉ាSorry, no.
ơi nhiều môi xong lại lên tê nhúng này Namaskar ប្រធានធេរៈចម្រើនពរសាទរសពរបស់ប្រស្រីនៃទិដ្ឋភាពទាំងថ្ងៃព្រះត្រៃបិដកនៅក្នុងកម្មវិធីមហាវិសាខបូជាសូត្រត្រៃបិដកក៏ដូចជាមហាសន្និបាតសង្ឃរបស់ពុទ្ធសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកដែលប្រារព្ធនៅវត្តធម្មរារាមទីក្រុងស្តុកតុលរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកកម្មវិធីមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមានរយៈពេល3ថ្ងៃថ្ងៃទី1គឺការសូត្រត្រៃបិដកថ្ងៃទី1គឺថ្ងៃមហាវិសាខបូជាហើយថ្ងៃទី2គឺសូត្រត្រៃបិដកនិងថ្ងៃទី3មហាសន្និបាតសង្ឃសាវកសង្ឃចាតារិមរិសយុគិនិហំនមរិសសង្ឃវិរិសចដោយតែប្រសងពុទ្ធបរិស័ទមហាបរិស័ទទាំងលោកបាំងពេញហើយប្រសងដែលប្រពុតមកពីប្រសងនៅក្នុងសហរដ្ឋអាមេរិកដូចជាប្រសងមកតាយ៉ាងណាមតិយនតិយាសម្រាប់ប្រសងដែលចូលរួមប្រមាណជា2ទៅ300អង្គនៅលើទឹកដីសហរដ្ឋអាមេរិកនេះចាត់ទុកថាជារឿងអស្ចារ្យដោយសារតែនៅក្នុងសហរដ្ឋអាមេរិកយើងមិនមានវត្តច្រើនដោយនៅកម្ពុជាមានវត្តដល់ទៅរាប់ពាន់វត្តទេយើងមានវត្តទៅជា100 140វត្តឯប្រមាណប៉ុណ្ណឹងហើយអញ្ចឹងហើយគឺថាមានព្រឹត្តិការណ៍ធំៗអញ្ចឹងគឺនឹងមានប្រសងនិមន្តចូលរួមច្រើនហើយសម្រាប់ប្រសងបច្ចារិកាលោកចាគណៈកម្មការពុទ្ធបរិស័ទនៅវត្តធម្មរារាមជិតវិញចំណុចជាងវត្តគឺមានបៃតេប្រម៉ោយរីករាយត្រេកអរជ្រះថ្លាក្រៃលែងបានប្រារព្ធនៅមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនេះគឺជាព្រឹត្តិការណ៍លើកទី6ដែលរៀបចំដោយពុទ្ធសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកហើយសម្រាប់ឆ្នាំក្រោយគឺវិញប្រារព្ធកម្មវិធីនឹងផ្ដល់ឱកាសដល់វត្តត្រៃរតនារាមទីក្រុងអលង្ការរដ្ឋចរចាសហរដ្ឋអាមេរិកគឺត្រាស់ដឹងពុទ្ធត្រាស់ដឹងតែកាសាវតានកាយត្រីមេកលានអតិកតរសសេយវិរានទាញាតិធម្មវិទ្យាจิตវามនិន្ទោកំទេយសាសូមពុទ្ធរាជការចម្រើនពរថាអំពីកម្មវិធីមហាវិសាខបូជាគឺមានរយៈពេលមហាវិសាខបូជាគឺជាព្រឹត្តិការណ៍ប្រារព្ធទៅដល់ថ្ងៃព្រះអង្គទ្រង់ប្រសូតថ្ងៃត្រាស់ដឹងនិងបរិនិព្វានហើយសម្រាប់ចំណែកការសូត្រត្រៃបិដកការសូត្រការស្វាធ្យាយត្រៃបិដកដែលជាពុទ្ធឱវាទខ្លឹមសារនៃព្រះសម្មាសម្ពុទ្ធបានប្រកាសសម្ដែងពីស្ថានភាពហ្នឹងគឺបានចរិតនៅក្នុងបិដកឲ្យឈ្មោះថាត្រៃបិដកត្រៃបិដកគឺសំដៅដល់ព្រះវិន័យព្រះសូត្រព្រះអភិធម្មសរុបជាធម្មខណ្ឌមាន 84000 បឋមខណ្ឌដែលចាត់ទុកថាជាសាស្ត្រាចារ្យជាគ្រូនៃពុទ្ធបរិស័ទគ្រប់គ្នាទាំងប្រសងទាំងកុហកដែលបរិស័ទមានវិខវិខនៃបាសកឧបាសិកាដែលមានព្រះសម្មាសម្ពុទ្ធព្រះអង្គបានបដិសណ្ឋានទុកនៅបឋម 84000 បឋមខណ្ឌនេះថាជាសាស្ត្រាចារ្យជាគ្រូហើយដូច្នេះហើយគឺប្រសងពុទ្ធបរិស័ទរហូតមកដល់បច្ចុប្បន្ននៅតែសិក្សារៀនសូត្រប្រតិបត្តិឲ្យបានប្រយោជន៍ពីការសិក្សារៀនសូត្រការប្រតិបត្តិនោះទើបយើងទាំងអស់គ្នាដែលជាពុទ្ធបរិស័ទនៅតែគោរពបរិស័ទមកចេសាសាសូមអនុមោទនាអនុមោទនាណាញាតិញោមបានចូលរួមAnharia.
nhôm sống lại với nhau Kia ven tham miên nó kia ven sang kia nó kia ven tây kia nó kia ven ất kia nó kia ven bát kia nó kia ven nhây tham kia nó kia ven không sao mà là thọt rú ai mà bao mẹ ơi giải sát ơi lô thọt ai mà bao nè thọt ai mà bao pin nè mình sẽ ăn mới thọt căn cho trái muối cho mà sao đây thọt cái số này ở thằng này làm nó đi mà bao đi ba và cái ở con chưa nhôm xong rồi đấy nhôm quan trọng lòng đấy thấy cái nhôm thấy cái không thấy cái này không thích
yang jubisan yang bersedia Otam Nabithan yang Rakuman Yang Amya Heriwan Bernipetang Manggalang Yok Camadiyata Tata Tata Sebinang Kantang Ketia Nepia 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 Wen នេះគឺការដង្ហែជាតិថែមដែលមានពុទ្ធរូបបដិមាប្រសូតប្រាថ្នាបរិបទានដែលឆ្លុះបញ្ចាំងអំពីមហាព្រឹត្តិការណ៍ទាំង3របស់ព្រះព្រះសម្មាសម្ពុទ្ធគឺថ្ងៃប្រពុតត្រង់ប្រសូតថ្ងៃប្រពុតត្រង់ប្រសូតគឺព្រះអង្គប្រសូតនៅរសៀនលំពិនីនៅក្នុងប្រទេសនេប៉ាល់បច្ចុប្បន្នហើយខែនទី2គឺខែនពុទ្ធរូបពុទ្ធបរិមាពុទ្ធរូបពុទ្ធត្រាស់ដឹងដែលពុទ្ធត្រាស់ដឹងនៅតរៈសម្មាសម្ពុទ្ធញ្ញាណក្នុងថ្ងៃពេញបរមី15ខែខែពិសាហើយខែទី3គឺរូបពុទ្ធរូបពុទ្ធបរិនិព្វានដូច្នេះមហាព្រឹត្តិការណ៍ទាំង3គឺប្រសូតត្រាស់ដឹងបរិនិព្វានคล้ายទៅជាមហាព្រឹត្តិការណ៍ដែលពុទ្ធបរិស័ទទូទាំងពិភពលោកប្រារព្ធហៅថាប្រារព្ធបូជាហៅថាបុណ្យមហាវិសាខបូជាហើយក្នុងឆ្នាំនេះគឺឆ្នាំទី6នៃពិធីបុណ្យមហាវិសាខបូជាដែលរៀបចំដោយពុទ្ធកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកហើយឆ្នាំទី6នេះគឺប្រារព្ធនៅទីក្រុងស្តុកតុនវត្តធម្មរារាមរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកនេះគឺរូបពុទ្ធរូបព្រះអង្គត្រាស់ដឹងនៅអនុត្តរសម្មាសម្ពុទ្ធនេះជាបាជាអន្តអនិជាអន្តទេជាយកាអន្តអរោជាអន្តសម្បត្តិសម័យធម្មសុខៃអត្តានាងបរិហរណតោខាបតាចនៈតោខាបយបតាចនៈពយសោខាបតាចនិសោខាសម្រាប់ព្រះសង្ឃពុទ្ធបរិស័ទដែលបាននិមន្តអញ្ជើញចូលរួមនៅក្នុងមហាព្រឹត្តិការណ៍មហាវិសាខបូជាសូត្រត្រៃបតៈមហាសន្និបាតសង្ឃពុទ្ធកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកក៏ដូចនៅដែលប្រពៃនៅវត្តធម្មរារាមទីក្រុងស្តុកតុននេះគឺមានបៃតេប្រណោចរីករាយជ្រះថ្លាយ៉ាងក្រៃលែងដែលជាការសន្សំបុណ្យបារមីតភពតជាតិតកំណើតដោយអំណាចបុណ្យបារមីកុសលដែលបានបង្កនេះនឹងជួយឧបត្ថម្ភគាំទ្រព្រះសង្ឃពុទ្ធបរិស័ទឲ្យបានសម្រេចនៅលោកកតរៈធម៌មានសោតាបត្តិផលសោតាបត្តិមេសោតាបត្តិផលជាដើមតាមកម្លាំងសទ្ធានិងសេរីប្រាថ្នារៀងៗខ្លួនហើយទោះបីជាយ៉ាងណាក៏ដោយសម្រាប់ព្រះសង្ឃពុទ្ធបរិស័ទដែលបានចូលរួមក្តីព្រះសង្ឃពុទ្ធបរិស័ទដែលនៅទីឆ្ងាយក្តីបានឃើញតាមប្រព័ន្ធផ្សព្វផ្សាយតាមเพจពុទ្ធកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកព្រះសង្ឃពុទ្ធបរិស័ទបង្អោនចិត្តជ្រះថ្លាក៏បានសម្រេចជាបុណ្យជាកុសលពីព្រោះការអនុមោទនាត្រេកអរនៅសេចក្តីល្អនៃបុណ្យកុសលដែលអ្នកដទៃបានធ្វើជាបញ្ញកិរិយាវត្ថុមួយនៅក្នុងចំណោមបញ្ញកិរិយាវត្ថុទាំងឡាយ10មានទានសិលភាវនាមយៈហើយចំណុចអនុមោទនាត្រេកអររីករាយបុណ្យកុសលរបស់គេនឹងហៅថាអនុមោទនាមយៈជាបញ្ញកិរិយាវត្ថុមួយក្នុងចំណោមបញ្ញកិរិយាវត្ថុទាំង10ពីព្រោះថាបុណ្យកុសលកើតឡើងដោយចិត្តអ្នកខ្លះមានចម្ងល់ថាមិនបានធ្វើខ្លួនឯងសោះត្រង់តែត្រេកអរជាមួយសេចក្តីល្អរបស់អ្នកដទៃមិនក៏សម្រេចទៅជាបុណ្យជាកុសលដែរត្រង់នេះព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងបានប្រកាសសម្ដែងថាចេតនាហੰភិក្ខវេបញ្ញវទាមិមនាភិក្ខុទាំងឡាយចេតនាជាតួបុណ្យចេតនានេះជាតួបុណ្យតែសេចក្តីចេតនាជ្រះថ្លាតម្កល់ចិត្តជ្រះថ្លានេះទៅជាបុណ្យកុសលហៅថាចេតនាកម្មចេតនាកម្មនេះទើបជាប្រភពដើមចមដែលនាំឲ្យកើតបុណ្យកើតកុសលហើយចេតនានឹងវិញក៏មានជាបព្វចេតនាជ្រះថ្លាខាងដើមមញ្ញចេតនាជ្រះថ្លាក្នុងគណៈធ្វើបរាបរៈចេតនាអបរៈចេតនាជ្រះថ្លាក្រោយធ្វើអបរាបរៈចេតនាជ្រះថ្លាក្រោយធ្វើតទៅទៀតក៏សម្រេចបានជាបុណ្យជាកុសលពីព្រោះបុណ្យសម្រាប់អំពីចិត្តដូចនេះហើយគឺនឹកឃើញរលឹកដល់បុណ្យកុសលពេលណាក៏សម្រេចបានទៅជាបុណ្យជាកុសលជាដរាមដូចគ្នានេះផងដែរនៅក្នុងជីវិតប្រចាំថ្ងៃព្រះសង្ឃពុទ្ធបរិស័ទក៏បីបង្អោនចិត្តអប់រំចិត្តត្រេកអររៀនត្រេកអរអនុមោទនានៅសេចក្តីល្អរបស់អ្នកដទៃហើយរឿងនេះមិនមែនជារឿងដែលងាយស្រួលធ្វើទេព្រះសង្ឃពុទ្ធបរិស័ទខ្លះអាចនឹងគិតថារឿងនោះមិនពិបាកទេប៉ុន្តែបើសិនបើក្នុងចិត្តអត់មានកុសលទេ
ក្នុងចិត្តអត់មានគុណធម៌គ្រប់គ្រាន់ទេក្នុងចិត្តមានសេចក្តីចំណែនគ្នានេះព្រឹស្មោអ្នករតីទេបង្អោនចិត្តត្រេកអរជាមួយនឹងសេចក្តីល្អបុណ្យកុសលរបស់អ្នករតីមិនបានទេអញ្ចឹងហើយបានជាប្រសងពុទ្ធបរិស័ទក៏បីធ្វើបុណ្យរឿយក៏បីធ្វើសេចក្តីពេញចិត្តក្នុងបុណ្យនោះក៏ឲ្យរឿយពីព្រោះការដែលធ្វើចិត្តត្រេកអរក្នុងបុណ្យកុសលរឿយទៅចិត្តនឹងវាអត់មានឱកាសដើម្បីបបំនឹងធ្វើនៅអំពើបាបអកុសលណាមួយនឹងហើយចែកបុណ្យកុសលតគ្នាបានច្រើនទៅគឺបុណ្យកុសលក៏រីច្រើនឡើងការចែកបុណ្យឲ្យអ្នករតីមិនអស់ទេមិនអស់ដូចយើងចែកបាយទឹកនំចំណីទៅចែកបាយទឹកនំចំណីអស់ពីយើងបានគេប៉ុន្តែបើចែកបុណ្យកុសលវិញលោកប្រៀបដូចជាទៀនដែលដុតបំភ្លឺពីម្ខាងទៅម្ខាងអញ្ចឹងតទៀនគ្នាយើងមានទៀនមួយដើមដែលដុតភ្លឺហើយយើងចែកតភ្លើងនឹងតដល់អ្នកដទៃផ្សេងទៀតទៀននឹងពន្លឺនឹងកាន់តែភ្លឺក្រៃលែងឡើងសូមអនុមោទនាលើកបៃដកឡើងផងនេះគឺកម្មវិធីដង្ហែព្រះត្រៃបៃដកពាក្យថាបត្រៃបៃដកបានន័យថាកញ្ចែង3ល្អី3ទូ3បណ្ណាល័យ3គឺវិន័យប្រសូតអភិធម្មអនុមោទនាយកតែម្ដងចិត្តយ៉ាងណាបាទនៅទៅទៅទៀតទៅដែរបណ្ដាប្រទេសនានាជាពិសេសនៅក្នុងប្រជាជាតិកម្ពុជាយើងដោយសម័យនេះក្រមប្រសង់សូមព្រះមហាសង្ឃថេរអនុថេរៈគ្រប់ព្រះអង្គនិមន្តចូលកាន់សង្ឃាសនៈណាបន្ទាប់ពីក្បួនដង្ហែបានមកដល់ទីបញ្ចប់ហើយណាសូមអរព្រះករុណាភិគុណចំពោះប្រវត្តិមាននិងវត្តមានរបស់ព្រះមហាសង្ឃាធិបតីព្រះមហាថេរអនុថេរៈគ្រប់ព្រះអង្គ